ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែតុលាឆ្នាំ2025នេះដើម្បីបង្អួតពីស្មារតីដោះស្រាយបញ្ហាព្រំដែនខ្មែរថៃប្រជាតាស្ដារសន្តិភាពនៅក្នុងតំបន់នេះបើតាមកាសែត Politico នៅថ្ងៃទី6ខែតុលាឆ្នាំ2025មិនថាសេតាវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរតាមកាសែត Politico មូលហេតុដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំចង់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានគឺដោយសារតែកិច្ចខិតខំរបស់ម៉ាឡេស៊ីនៅក្នុងការសម្រុះសម្រួលអានិបត្តិឈប់បាយរវាងកម្ពុជានិងថៃកាលពីចុងខែកក្កដាឆ្នាំ2025កន្លងទៅសម្រាប់ Politico ប្រងព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃបានបំផាញពីទូនីតិដ៏សំខាន់របស់លោកត្រាំហើយសមិទ្ធផលនេះបាននាំឲ្យលោកត្រាំមានមុខមាត់ជាមេរណននៃសន្តិភាពមន្ត្រីសេតាវិនិតបានប្រាប់កាសែត Politico ថាក្រុង Washington បានស្នើឲ្យអ្នករៀបចំកិច្ចប្រជុំកំពូលអាស៊ានផាត់ភាគីចិនចេញពីកិច្ចប្រជុំអាស៊ានក្រោមហេតុផលថាចិនមិនបានចូលរួមចំណែកអ្វីធំដុំនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃទេសូមជម្រាបថាកិច្ចប្រជុំកំពូលអាស៊ានលើកទី47នឹងរៀបចំពីថ្ងៃទី26ដល់ថ្ងៃទី27ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីបើតាមកាសែត Politico រដ្ឋាភិបាលម៉ាឡេស៊ីនៅមិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះសំណើរបស់សេតាវិមានអាមេរិកមូលហេតុគឺដោយសារតែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមកំពុងរងសម្ពាធជាពិសេសពីរដ្ឋាភិបាលចិននិងការចរចាពាណិជ្ជកម្មដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិមេរៀបរដ្ឋសភាកម្ពុជាលោកបដិគិនភាយល់ឃើញថាប្រសិនបើប្រធានាធិបតីអាមេរិកពិតជាបានស្នើឲ្យដកភាគីចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានមែននោះវាមិនបានមកនៅសុខដុមរមនាក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយបើតាមលោកបដិគិនភាក្រុង Washington មិនគួរទាញបញ្ហាជំនួបព្រំដែនកម្ពុជាថៃឲ្យក្លាយទៅជាជំនួបភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិនទេអ្វីដែលលោកបដិគិនភាចង់ឃើញគឺមហាអំណាចទាំងពីរអាមេរិកចិនត្រូវប្រើប្រាស់យន្តការរបស់អាស៊ានដើម្បីស្ដារសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ពិសេសជំរុញឲ្យមានការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជានិងថៃអ្នកជំនាញទីក្រុងថ្លៃជារំលាយដライចាត់ទុកការផាត់ភាគីចិនចេញពីកិច្ចប្រជុំអាស៊ានជាតែពីងទម្លាក់តំបន់អាស៊ានឲ្យចូលទៅក្នុងចំនួនភូមិសាស្ត្រតាមតែខ្លាំរវាងអាមេរិកនិងចិន